Ok, sự sửa bằng phone dương mà. Ok, trong video này nhằm năng và hai bằng phone đặc biệt bằng pin KYCในក្នុង head chain របស់យើងថ្ងៃនេះចេញវីដេអូរឿងច្រើនទេបងប្អូនអ្នកសារតែបងប្អូនយើងគឺច្រើនដែលអត់ចេះធ្វើ KYC ណាអូខេកុំឲ្យចំណាយពេលវេលាច្រើនបងប្អូនចូលមកដល់ក្នុង Binance បន្តមកទៀតបងប្អូនមើលបាទឈៀងខាងលើបាទ tray 3នៅឈៀងខាងឆ្វេងណាបងប្អូនបាទតមកបងប្អូនចុចលើវាមកបាទអញ្ចឹងបន្ទាប់ពីបងប្អូនចុចនៅលើវាហើយវានឹងចេញបែបនេះបន្តមកទៀតបងប្អូនបាទអាចចុចនៅកន្លែងបាទកន្លែងដែលខ្ញុំនេះមកហ្នឹងមកបាទកន្លែងដែលខ្ញុំគូបង្ហាញប្រាប់ហ្នឹងបងប្អូនចុចកន្លែងហ្នឹងមកពេលដែលយើងចុចមកវានឹងចុចមកដល់ផ្ទាំងបែបនេះបន្តមកទៀតបងប្អូន copy ID របស់ខ្លួនឯងបាទ copy ID បន្តមកទៀតបងប្អូនថត screen វាមក select ទុកកន្លែងហ្នឹងបាទថតមក select ប៉ាំងអញ្ចឹងមកបាទដើម្បីថតទុកវាអូខេបន្តមកទៀតបងប្អូនបាទចូលទៅកន្លែង deposit របស់យើងអូខេនេះកន្លែង deposit បាទបន្ទាប់ពីបងប្អូនចុចមកកន្លែង deposit ហើយបាទអ្វីដែលបងប្អូនត្រូវធ្វើគឺពេលដែលចុចហើយវានឹងបញ្ជូនយើងមកបែបនេះបងប្អូនអាច search នៅខាងលើក៏បានដើម្បីយក USDT ហ្នឹងឬមួយក៏វាបង្ហាញចេះយើងចុចនៅលើវាតែម្ដងចុចហើយអ្វីដែលបងប្អូនត្រូវធ្វើបងប្អូនរើសយក Binance Smart Chain គេដាក់ថា BIP 20ណាបាទកតុយគេដាក់ BIP 20បងប្អូនចុចលើវាហើយបន្តមកទៀតបាទវានឹងសូ address អញ្ចឹងបងប្អូន copy address ហ្នឹងមកបាទចុចកន្លែងហ្នឹងដើម្បី copy បន្តមកទៀតបងប្អូនបាទ screenshot វាមក select ទៀតអញ្ចឹងមានថាយើង screenshot ពី select កន្លែង ID មួយនិងកន្លែង address នេះមួយទាំងអស់ពីរ select អូខេបន្តមកទៀតយើងបានអញ្ចឹងហើយយើងចូលទៅក្នុង account head chain របស់យើងអូខេបន្ទាប់ពីបងប្អូនចូលមកដល់ក្នុង account channel អ្វីដែលបងប្អូនត្រូវធ្វើគឺបំពេញ ID ដែលបងប្អូនបានផាសមកហ្នឹងឯងបាន copy មកដើម្បីផាសចូលណាបាទអូខេអញ្ចឹងនៅខាងលើនេះគឺជាកន្លែង user ID ដែលយើង copy មកមិញហើយនៅកន្លែងនេះគឺជាអាស័យដ្ឋាន address Binance របស់យើងណាបាទដែលយើងយកចេញមកមិញរបស់ BIP 20ហ្នឹងបាទ Binance Smart Chain ហ្នឹងកន្លែងនេះយើង upload រូបណាបងប្អូនអញ្ចឹងបងប្អូន upload រូបមកអញ្ចឹងកន្លែងនេះបាទអញ្ចឹងដោយសារតែខ្ញុំបានធ្វើហើយតែនេះខ្ញុំគ្រាន់តែធ្វើវីដេអូដើម្បីបង្ហាញបងប្អូនយើងបន្ថែមណាអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលយើងថតកន្លែង ID អញ្ចឹងយើងដាក់វាមកយើង upload វាចូលមកបាទបន្តមកទៀតកន្លែងមួយទៀតគឺជាកន្លែងដែលយើងថតកន្លែង address Binance របស់យើងនឹងឯងអូខេបន្ទាប់ពីធ្វើបែបនឹងបានជោគជ័យហើយគឺបងប្អូនចុច submit បាទចុច submit នេះទៅវានឹងបញ្ជូនទៅហើយបងប្អូនវានឹងបញ្ជូនទៅបន្តមកទៀតគេនឹងឆែកមើលហើយអញ្ចឹងបើសិនជាត្រឹមត្រូវគេនឹង approve ពេលដែល approve កន្លែងនេះបាទកន្លែងនេះវានឹង load មកគេដាក់ថា KYC approve it អញ្ចឹងណាប៉ុន្តែបើអត់ approve ទេវាដាក់ថា reject អញ្ចឹងបើសិនជាបងប្អូនអត់ចេះអង់គ្លេសឬក៏អត់ចេះភាសាចិនបងប្អូនអាចមើលឈៀងខាងក្រោមបាទកន្លែង tray 3ឈៀងខាងក្រោមមកបងប្អូនចុចលើវាបាទបន្ទាប់មកទៀតបងប្អូនចុចកន្លែងនេះគេដាក់ translate បន្ទាប់មកទៀតបងប្អូនចុចកន្លែងនេះមកយើងរើសយកខ្មែរមកអូខេបន្តមកទៀតយើង translate បាទអញ្ចឹងនៅពេលដែល KYC ជោគជ័យគេនឹងដាក់កន្លែងនេះថា KYC ជោគជ័យអញ្ចឹងណាបាទបើបរាជ័យគេនឹងដាក់កន្លែងហ្នឹងថា KYC បរាជ័យអូខេអរគុណច្រើនអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបាទសង្ឃឹមថាបងប្អូនយើងនឹងយល់អរគ្នាបាទអូខេអរគុណច្រើន